បាទសូមជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតយើងបន្តចូលមេរៀនបាទ Microsoft Office Word យើងដែលជាភាគបន្តមេរៀនទី4បាទអញ្ចឹងនៅក្នុងមេរៀនទី4នេះខ្ញុំនឹងជំរាបជូនពុកម៉ែបងប្អូនបន្ថែមអំពីមុខងារដែលមាននៅក្នុង Home បាទឬ Home tab បាទជាបន្តទៅទៀតកាលពីមេរៀនភាគ3ហ្នឹងគឺពុកម៉ែបងប្អូនបានទទួលជ្រាបតាក់ទងជាមួយនឹងមុខងារមួយចំនួនហើយដូចជាការដាក់ឲ្យអក្សរដុតបាទការធ្វើអក្សរត្រេតបាទដាក់បន្ទាត់បាទឬក៏យើងឆូតបាទហើយក៏មានការដាក់អក្សរទៅខាងក្រោមបាទនេះដែលខ្ញុំបានបង្ហាញជូននៅក្នុងមេរៀនទី3រួចហើយពុកម៉ែបងប្អូនបានទទួលជ្រាបអំពីរបៀបការដាក់ font បាទប្ដូរទំហំ font បាទទំហំអក្សរណាពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះយើងនឹងបន្តជជែកគ្នាទៅទៀតបាទតាក់ទងជាមួយនឹងមុខងារបន្ថែមទៀតនៅក្នុង Home tab ដដែលអញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមបន្តទៅពី A color នេះពុកម៉ែបងប្អូនណាបាទដែលមានឈ្មោះវា Text Effect បាទ Text Effect ហ្នឹងនៅក្នុងបាទមេរៀនទី3នេះគឺខ្ញុំបានបង្ហាញជូនរួចម្ដងហើយតែឥឡូវនេះខ្ញុំសូមភ្ជាប់ទៅមេរៀនទី3បន្តទៅទៀតទៅបាទអញ្ចឹង Text Effect ហ្នឹងគឺជាប្រភេទពុម្ពស្ទាយអក្សរពុកម៉ែបងប្អូនណាជាប្រភេទពុម្ពស្ទាយអក្សរដែលពុកម៉ែបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងអត្ថបទរបស់ពុកម៉ែបងប្អូនបានបាទឧទាហរណ៍ថានៅកន្លែងណាមួយដែលខ្ញុំចង់ប្រើជា Text Effect ឧទាហរណ៍ថាលើអក្សរនេះដែលខ្ញុំចង់ប្រើ Text Effect ពុកម៉ែបងប្អូនណាបាទអញ្ចឹងយើងធ្វើការ select ហើយពុកម៉ែបងប្អូនចូលទៅកន្លែង Text Effect នេះបាទហើយពុកម៉ែបងប្អូនអាចធ្វើការជ្រើសរើសបាទ mode style អក្សរមួយណាដែលពុកម៉ែបងប្អូនចង់ធ្វើការដាក់បាទហើយសូមបញ្ជាក់ជូនដែរពុកម៉ែបងប្អូនបាទ Text Effect នេះនិយាយរួមដោយតែពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺ Text Effect នេះវាមានជា mode style អក្សរដែលមានពណ៌មានអីចេញមកគឺ mode បែបនេះពុកម៉ែបងប្អូនណាបាទដែលយើងប្រើអក្សរនៅក្នុង font នេះយើងធ្វើទៅអត់ដូចនៅក្នុង Text Effect ទេពុកម៉ែបងប្អូនណាខ្លាចពុកម៉ែបងប្អូនមានចម្ងល់ថាចុះយើងមិនប្រើ mode font style អក្សរទៅព្រោះនៅក្នុងនេះក៏យើងមាន mode font អីជាច្រើនក៏ប៉ុន្តែពុកម៉ែបងប្អូនវាអត់ដូចនៅក្នុង Text Effect ទេបាទអញ្ចឹង Text Effect គឺប្រភេទជាពុម្ពស្ទាយអក្សរដែលដូចពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទអញ្ចឹងយើងអាចប្រើប្រាស់បានយើងអាចយកមកដើម្បីរចនាទៅលើអក្សរនៅអត្ថបទរបស់ពុកម៉ែបងប្អូនបានណាបាទអញ្ចឹងយើងអាចជ្រើសបានទីឥឡូវខ្ញុំជ្រើសរើសនេះមួយទៅបាទឥឡូវយើងបន្តទៅទៀតបាទtouch highlight នេះយើងបានជជែកគ្នាហើយកាលមេរៀនទី3បាទ font color ក៏រួចរាល់ហើយអស់បាទឥឡូវនេះខ្ញុំនឹងបន្តទៅជំរាបជូនពុកម៉ែបងប្អូនអំពីការតម្រឹមតែម្ដងបាទចំពោះការតម្រឹមអក្សរយើងមាននៅក្នុង Word នេះគឺយើងមាន4ពុកម៉ែបងប្អូនណាបាទនេះគេហៅថាតម្រឹមខាងឆ្វេងពុកម៉ែបងប្អូនណាហើយយើងមានតម្រឹមកណ្ដាលទី2នេះគេហៅថាតម្រឹមកណ្ដាលបាទទី3នេះគឺយើងតម្រឹមផ្នែកខាងស្ដាំបាទហើយនឹងចុងក្រោយនេះយើងគេហៅថាតម្រឹមសងខាងបាទអញ្ចឹងតើតម្រឹមនឹងយ៉ាងម៉េចបាទឥឡូវខ្ញុំឧទាហរណ៍ថាជាចំណងជើងពុកម៉ែបងប្អូនណាបាទជាចំណងជើងនេះជាទូទៅខ្ញុំដាក់អក្សរមកធម្មតាវិញចុះបាទចំណងជើងនេះជាទូទៅយើងច្រើនដាក់នៅទីតាំងកណ្ដាលពុកម៉ែបងប្អូនណាអញ្ចឹងបើសិនជាយើងចង់ដាក់នៅផ្នែកកណ្ដាលពុកម៉ែបងប្អូនអាចធ្វើការ select អក្សរក៏បានឬពុំចាំបាច់ select ក៏បានដែរបាទយើងដាក់មកបាទយើងចុចតម្រឹមកណ្ដាលបែបនេះពុកម៉ែបងប្អូនណាបាទអានេះយើងតម្រឹមខាងឆ្វេងបាទនេះតម្រឹមខាងផ្នែកខាងស្ដាំហើយនេះគឺតម្រឹមសងខាងពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ចំណងជើងយើងអាចដាក់រត់ទៅផ្នែកកណ្ដាលបាទបន្តមកទៀតតម្រឹមខាងឆ្វេងបែបម៉េចបាទឥឡូវខ្ញុំឧទាហរណ៍ថាអត្ថបទនេះមួយចុះបាទនេះគឺជាតម្រឹមខាងឆ្វេងពុកម៉ែបងប្អូនដូចពុកម៉ែបងប្អូនបានឃើញអត្ថបទនេះអញ្ចឹងបាទតម្រឹមផ្នែកខាងឆ្វេងមានន័យថាខាងដើមអត្ថបទរបស់យើងនេះផ្នែកខាងឆ្វេងនេះគឺអត្ថបទហ្នឹងត្រឹមស្មើបាទចុះមកបន្ទាត់ក្រោមរហូតប៉ុន្តែពុកម៉ែបងប្អូនក៏លេចមកមើលនៅផ្នែកចុងនៃអត្ថបទរបស់យើងវិញផ្នែកខាងស្ដាំនេះឃើញថាអត្ថបទរបស់យើងគឺវែងខ្លីអត់ស្មើគ្នាទេបាទនេះហើយគឺជាលក្ខណៈបើការតម្រឹមអត្ថបទផ្នែកខាងឆ្វេងឥឡូវយើងទៅមើលអត្ថបទតម្រឹមផ្នែកកណ្ដាលវិញបាទនៅពេលដែលពុកម៉ែបងប្អូនធ្វើការចុច
បាទតម្រឹមកដាលពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះគឺអត្ថបទរបស់យើងគឺរត់មកទីតាំងរត់មកកដាលបាទក៏ប៉ុន្តែយើងមើលថាផ្នែកខាងដើមនិងផ្នែកខាងចុងនេះគឺអត់ស្មើគ្នាទេពុកម៉ែបងប្អូនណាគឺវែងខ្លីបាទអញ្ចឹងនេះគឺជាលក្ខណៈនៃការតម្រឹមអត្ថបទផ្នែកកដាលឥឡូវយើងទៅមើលបាទផ្នែកខាងស្ដាំផ្នែកខាងស្ដាំនេះគឺពុកម៉ែបងប្អូននៅពេលដែលពុកម៉ែបងប្អូនចុចតម្រឹមផ្នែកខាងស្ដាំអញ្ចឹងពុកម៉ែបងប្អូននឹងពិនិត្យឃើញថានៅខាងចុងនេះគឺអត្ថបទស្មើបាទឬផ្នែកខាងស្ដាំបាទយើងនិយាយថាផ្នែកខាងស្ដាំនេះគឺស្មើប៉ុន្តែផ្នែកខាងឆ្វេងពុកម៉ែបងប្អូនពិនិត្យមើលខាងផ្នែកខាងឆ្វេងនេះគឺអត្ថបទនឹងអត់ស្មើគ្នាទេបាទគឺវែងខ្លីបាទនេះគឺជាលក្ខណៈសម្គាល់ការតម្រឹមអត្ថបទផ្នែកខាងស្ដាំចំពោះអត្ថបទដែលតម្រឹមសងខាងវិញបាទនេះគឺជាជម្រើសទី4ពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចលើអត្ថបទតម្រឹមផ្នែកខាងស្ដាំសំទោសសងខាងបាទអញ្ចឹងអត្ថបទផ្នែកសងខាងដោយតែពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះគឺដើមអត្ថបទនិងចុងអត្ថបទហ្នឹងគឺមានលក្ខណៈស្មើត្រឹមគ្នាចុះមកក្រោមរហូតបាទនេះគឺជាលក្ខណៈសម្គាល់អត្ថបទតម្រឹមសងខាងបាទអត្ថបទតម្រឹមសងខាងនេះគឺគេនិយមប្រើសម្រាប់ជាអត្ថបទបែបនេះពុកម៉ែបងប្អូនណាអត្ថបទដែលយើងសរសេរតរហូតចុះមករហូតគឺភាគច្រើនគេយកតម្រឹមសងខាងដើម្បីឲ្យអត្ថបទហ្នឹងរត់ស្មើដើមស្មើចុងស្អាតបាទនេះតកតងជាមួយនឹងការតម្រឹមខ្ញុំជំរាបជូនពុកម៉ែបងប្អូនត្រួសប៉ុណ្ណេះហើយយើងនឹងមានវីដេអូដែលខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីការអនុវត្តនៅលំហាត់ផ្សេងគំរូលំហាត់ផ្សេងដើម្បីជាជំនួយបន្ថែមពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ tool នេះបន្ថែមទៀតខ្ញុំនឹងលម្អិតបន្ថែមទៀតបាទអញ្ចឹងគ្រាន់តែពុកម៉ែបងប្អូនបានទទួលជ្រាបសិនថាតើតម្រឹមនឹងបែបម៉េចបាទឥឡូវនេះខ្ញុំនឹងបន្តទៅទៀតបាទខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនទៅផ្នែកខាងលើនេះគេឲ្យឈ្មោះថា bullet បាទ bullet នេះគឺជានិមិត្តសញ្ញាបាទជានិមិត្តសញ្ញាដែលពុកម៉ែបងប្អូនអាចធ្វើការយកនិមិត្តសញ្ញានេះយកទៅដាក់នៅក្នុងអត្ថបទពុកម៉ែបងប្អូនដែលដើម្បីបង្កើតបានជាចំណុចបែបម៉េចឧទាហរណ៍ថាឥឡូវនេះយើងមានចំណុចបាទនេះទៀតថាឥឡូវនេះជាចំណុចទី1បាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ធ្វើការបន្ថែមនិមិត្តសញ្ញានៅខាងដើមនៃអក្សរនេះអញ្ចឹងពុកម៉ែបងប្អូនធ្វើការចូលទៅកន្លែង bullet នេះបាទហើយពុកម៉ែបងប្អូនអាចធ្វើការដាក់បានប៉ុន្តែអត្ថបទនេះដោយសារខ្ញុំ copy ពីអ៊ីនធឺណិតមកអញ្ចឹងពុកម៉ែបងប្អូនឃើញថាអត្ថបទនេះរៀងឆ្លងនេះប៉ុន្តែជាទូទៅសម្រាប់ការដាក់ bullet នេះបែបនេះឥឡូវខ្ញុំសូមបង្កើតទៅថ្មីតែម្ដងក្រាស់ថ្មីដើម្បីបង្ហាញជូនពុកម៉ែបងប្អូនអញ្ចឹងឧទាហរណ៍ថាឥឡូវពុកម៉ែបងប្អូនមានអត្ថបទអញ្ចឹងហោហែមកបាទក៏ប៉ុន្តែស្រាប់តែយើងចង់និយាយចុះមកក្រោមបន្ទាត់មកយើងចុះ enter នេះយើងចង់ប្រើជានិមិត្តសញ្ញា bullet ហ្នឹងបាទឧទាហរណ៍ឥឡូវខ្ញុំជ្រើសរើសយកនិមិត្តសញ្ញានេះមួយបាទហើយយើងសរសេរចំណុចមកឧទាហរណ៍ថាយើងរៀបរាប់អីអញ្ចឹងណាពុកម៉ែបងប្អូនណាថាមានអីខ្លះដូចជាចុះបន្ទាត់មកបាទឬក៏មានដូចខាងក្រោមចុះបន្ទាត់មកត្រេមួយអញ្ចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងលក្ខណៈបែបនេះហើយគឺយើងប្រើ bullet បាទហើយ bullet ហ្នឹងគឺលក្ខណៈពិសេសត្រង់បែបនេះពុកម៉ែបងប្អូនឃើញទេពេលដែលចុះបន្ទាត់មកគឺវារត់ចូលទៅបាទខាងក្នុងតែម្ដងពុកម៉ែបងប្អូនហើយបើសិនជាពុកម៉ែបងប្អូនចង់បានចំណុចទី2ពុកម៉ែបងប្អូនមិនចាំបាច់ទៅចូលទៅកន្លែង bullet ហ្នឹងទៀតទេគឺយើងដាក់ម៉ៅរបស់យើងហ្នឹងនៅខាងចុងហ្នឹងហើយយើងធ្វើកាចុចប៊ូតុងបាទ enter នៅលើ keyboard ពុកម៉ែបងប្អូនចុចប៊ូតុង enter មកបាទយើងអាចសរសេរបាទចំណុចទី2បន្តទៀតបើសិនជាយើងមានចំណុចទី3យើងក៏ធ្វើការចុះបន្ទាត់បន្ថែមទៀតមកពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនអាចវាយអញ្ចឹងហូរហែរហូតទៅបាទណាបើសិនជាមានចំណុចបន្តទៀតអញ្ចឹងនៅក្នុងនេះគឺយើងមាននិមិត្តសញ្ញាច្រើនដែលពុកម៉ែបងប្អូនអាចជ្រើសរើសយកទៅប្រើបានបាទបែបនេះគឺគេហៅថា bullet បាទឥឡូវខ្ញុំនឹងជំរាបជូនតកតងជាមួយនឹងបាទមុខងារបន្តទៀតដែលយើងឧស្សាហ៍ប្រើប្រាស់ដែរអញ្ចឹងខ្ញុំធ្វើការចុះបន្ទាត់បាទហើយខ្ញុំធ្វើការចុចលុបបាទយើងចុច backspace មួយមកដើម្បីយើងលុប bullet នឹងចោលនៅពេលដែលយើងមិនត្រូវការបាទឧទាហរណ៍ថាខាងក្រោមនេះខ្ញុំមានបាទចំណុចដូចគ្នាដែលខ្ញុំចង់រៀបរាប់ក៏ប៉ុន្តែខ្ញុំប្រើជា
បាទជាលេខវិញពុកម៉ែបងប្អូនណាឧទាហរណ៍ថាឥឡូវខ្ញុំរៀបរាប់មកមានដូចខាងក្រោមចឹងចុះបន្ទាប់មកទី1បាទអញ្ចឹងខ្ញុំចង់ប្រើជាលេខឬអីវិញចុះពុកម៉ែបងប្អូនចូលទៅកន្លែងមុខងារនេះគេឲ្យឈ្មោះថា numbering បាទ numbering នេះអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចពលាមកបាទនៅក្នុងនេះពុកម៉ែបងប្អូនអាចប្រើជាលេខក៏បានបាទមានលេខវងកញ្ចក់បាទមានជារ៉ូម៉ាំងលេខ1លេខ2មានជា ABC បាទមាន ABC អញ្ចឹងក៏មានដែរពុកម៉ែបងប្អូនណាសម្រាប់យើងបង្កើតឧទាហរណ៍ថាយើងមានជាសំណួរពុកម៉ែបងប្អូនមានជាសំណួរទៅសំណួរទី1មានចម្លើយ3 4អញ្ចឹងដើម្បីឲ្យជ្រើសរើសអញ្ចឹងពុកម៉ែបងប្អូនក៏គេប្រើនៅក្នុងនឹងដូចគ្នាដែរបាទនេះគេហៅថា numbering ឥឡូវខ្ញុំមិនបាច់យកលេខ1ក៏បានដែរខ្ញុំយក ABC នេះក៏បានដែរពុកម៉ែបងប្អូនណាដើម្បីពុកម៉ែបងប្អូនពិនិត្យមើលបាទអញ្ចឹងនៅពេលដែលយើងចុចហើយពុកម៉ែបងប្អូនសរសេរមកឧទាហរណ៍ថានៅសំណួរហ្នឹងបាទប្រធានអញ្ចឹងទៅហើយយើងចុះបន្ទាត់មកមានចម្លើយ A បាទចម្លើយ B អញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនធ្វើការចុចប៊ូតុង Enter ចុះបន្ទាត់អញ្ចឹងវានឹងបង្កើតមាន B auto បាទចុះបន្ទាត់មកទៀតមានបង្កើត C auto បាទនេះ D អញ្ចឹងទៅពុកម៉ែបងប្អូនណាបើសិនជាយើងមានច្រើនយើងធ្វើការចុចបន្តហោហែរហូតទៅពុកម៉ែបងប្អូនបាទនេះគេហៅថា numbering បាទតកតងជាមួយនឹងការដាក់លេខឬក៏ជាប្រភេទអក្សរឬក៏ជារ៉ូម៉ាំងពុកម៉ែបងប្អូនណាយើងអាចបង្កើតបានបាទហើយនៅក្នុងបាទ Home tab នេះគឺចំណុចសំខាន់យើងមានច្រើនទៀតក៏ប៉ុន្តែខ្ញុំលើកយកតែមុខងារណាដែលយើងឧស្សាហ៍ប្រើចាំបាច់បាទហើយដូចជាមុខងារនេះពុកម៉ែបងប្អូនក៏យើងអាចប្រើបានដែលគេហៅថាបាទ setting បាទ setting នេះសម្រាប់យើងធ្វើការចាក់ពណ៌ពុកម៉ែបងប្អូនធ្វើការចាក់ពណ៌បាទនេះយើងដាក់ពណ៌ទៅគឺយើងបានជាមួយជួរចេះតែម្ដងពុកម៉ែបងប្អូនបាទនេះញ៉េចាក់មកគឺបានជាមួយជួរចេះតែម្ដង copy highlight នៅពេលដែលពុកម៉ែបងប្អូនធ្វើការ select អក្សរណាពុកម៉ែបងប្អូនធ្វើការចុចចាក់ពណ៌ទៅគឺបានតែបាទជាប់ត្រឹមអត្ថបទរបស់យើងទេបាទប៉ុន្តែ setting នេះគឺយើងធ្វើការចាក់ពណ៌មួយជួរអញ្ចេះហ្មងមួយបន្ទាត់តែម្ដងពុកម៉ែបងប្អូនណាបាទអញ្ចឹងកន្លែងនេះក៏យើងឧស្សាហ៍ប្រើដែរគេហៅថា setting បាទអញ្ចឹងនេះគឺជាមុខងារសំខាន់ដែលមាននៅក្នុងHome tab ហើយទៅបាទមេរៀនក្រោយបន្តទៅទៀតខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនអំពីមុខងារ insert វិញម្ដងណាបាទ insert នេះដែលយើងនឹងដកស្រង់យកតែចំណុចសំខាន់ដែលយើងឧស្សាហ៍ប្រើនៅក្នុងការងាររបស់ពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីផ្សេងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់មុខងារឬក៏មានបញ្ហាអ្វីទាក់ទងជាមួយនឹងកម្មវិធី Word នេះពុកម៉ែបងប្អូនក៏អាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំបានខ្ញុំនឹងព្យាយាមឆ្លើយរាល់សំណួរពុកម៉ែបងប្អូនដែលមានហើយជាចុងក្រោយនេះគឺខ្ញុំសូមខន្តីអភ័យទោសបើក៏មានពាក្យពេចន៍លើសលួសខ្វះខាតនៅក្នុងវីដេអូរបស់ខ្ញុំនេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនបានទទួលរៀននៅចំណុចល្អៗនៅអ្វីដែលខ្ញុំបានចែករំលែកនេះហើយបើសិនជាពុកម៉ែបងប្អូនគិតថាមានប្រយោជន៍ពុកម៉ែបងប្អូនក៏អាចធ្វើការ share ចែករំលែកឬក៏ឲ្យបេះដូងបាទដើម្បីជាកម្លាំងចិត្តដល់ខ្ញុំខិតខំផលិតវីដេអូបន្ថែមទៀតបាទហើយយើងនឹងចាំជួបគ្នានៅមេរៀនបាទភាគបន្តទៅទៀតបាទសូមអរគុណច្រើន